ជំរាបសួរបងប្អូននៅក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូនត្រួសអំពីការប្រើប្រាស់ setting នៅលើកម្មវិធី Snapkey អញ្ចឹងមុននឹងឈានទៅដល់យើងរៀនប្រើថា scrap មិន download របៀបមិនទៅលើ platform មួយហ្នឹងគឺយើងមកយល់ដឹងត្រួសអំពី setting សិនហើយនឹងការប្រើប្រាស់ tool រូបរាងរបស់ tool សិនណាអញ្ចឹងនៅលើកម្មវិធី Snapkey គឺយើងមាន3ផ្ទាំងធំនៅពេលនេះគឺយើងមាន downloader converter ហើយនឹង setting អញ្ចឹងបងប្អូនចុចមកគឺវាចេញ3ទម្រង់បែបនេះហើយផ្សេងគ្នាអញ្ចឹងមុខងារទី1គឺទៅលើផ្ទាំងខាងមុខអញ្ចឹងលើផ្ទាំងខាងមុខទី1បងប្អូនឃើញម៉ោងនេះគឺម៉ោងនៅពេលដែលបងប្អូនចុច download ទៅហើយចុចប៊ូតុង download នេះទៅវានឹងចាប់ផ្ដើមរាប់ហើយដើម្បីបញ្ជាក់ថាការ download របស់យើងហ្នឹងគឺចំណាយពេលអស់រយៈពេលប៉ុន្មានហើយបងប្អូនអាចប៉ាន់ស្មានទៅ download យូរប៉ុណ្ណាយូរឆាប់អីអញ្ចឹងណាហើយវាកំពុងតែដើរអញ្ចឹងវិនាទីវា load ឡើងអញ្ចឹងទៅហើយមួយទៀតនេះគឺបញ្ជាក់ពី speed internet របស់បងប្អូនវាមិនជាក់លាក់គ្រប់ computer ទាំងអស់ទេប៉ុន្តែវាអាចជួយឲ្យបងប្អូនស្មានបានថាតើ speed internet របស់យើងវានៅដំណើរការប្រហែលមេអីដែរអញ្ចឹងឧទាហរណ៍យើងដាក់ download ទៅស្រាប់តែវាសល់ 2-3 មេអញ្ចឹង download យើងយឺតយើងបាច់ឆ្ងល់ internet យើងយឺតនឹងឯងណាវាធ្វើទុកថ្ងៃហ្នឹងអីអញ្ចឹងទៅហើយបន្តមកទៀតកន្លែងនេះបងប្អូន nickname អញ្ចឹងបងប្អូនអាចសេរីឈ្មោះសេរីអីអញ្ចឹងទៅដាក់ឈ្មោះខ្លួនឯងឬក៏ចំណាំ computer យើងអីអញ្ចឹងណាអាហ្នឹងយើងដាក់ចំណាំលេងទេឈ្មោះហើយមួយទៀតបន្ត check update អញ្ចឹងបន្ត check update នេះគឺបងប្អូនបានដឹងហើយផ្ទាំងហ្នឹងការប្រើប្រាស់នៅវីដេអូ update ហើយបន្តមកយើងមាន license អញ្ចឹងយើងចុចលើហ្នឹងមកយើងដឹងថា license យើងផុតនៅពេលណានៅសល់ប្រហែលថ្ងៃអីអញ្ចឹងណាហើយមកដល់ខាងក្រោមនេះគឺជា logo ដែលយើងបញ្ជាក់ថា platform របស់យើងគឺ support ទៅលើ platform អីខ្លះអញ្ចឹងក្នុងកំឡុងពេលខ្ញុំថតវីដេអូនេះ platform ដែលយើងបញ្ជាក់ថាវា support 100% ហ្នឹងគឺមាន Facebook Instagram TikTok YouTube Pinterest ហើយជាមួយនឹង Douyin ហើយបន្តមកយើងមានកន្លែងដាក់ link ឧទាហរណ៍ link profile របស់ Facebook link profile របស់ channel YouTube link profile របស់ TikTok link search keyword របស់ Pinterest អីចឹងទៅអញ្ចឹងយើងដាក់នៅទៅនឹងយើងអាច add to queue ឬក៏ scrap បានខ្ញុំនឹងបញ្ជាក់ function របស់វានៅវីដេអូដែលយើងធ្វើការ scrap ក៏ដូចជាការ download បន្តមកទៀតយើងមើលខាងក្រោមព្រោះយើងតាក់ទង setting សិនតារាងនេះយើងទុកសិនអញ្ចឹងនៅកន្លែងនេះបងប្អូនបានដឹងហើយពីវីដេអូយើងទៅឡើងគឺយើងទៅដាក់ folder ចោលមួយដើម្បីឲ្យ tool វាធ្វើការហើយបន្តមកទៀតយើងមកមើលថា general download setting អញ្ចឹង general download setting ប្រភេទ file គឺយើងចង់បានមិនក្នុងករណីបងប្អូនប្រើ tool យើងយកទៅ upload ទៅលើ Facebook អីហ្នឹងប្រើ LD player គឺយើងយក base មក for LD player មក tool នៅពេលដែល download វីដេអូរួចហើយឬក៏រូបភាពរួចហើយវានឹងឆែកមើលថាតើប្រភេទវីដេអូហ្នឹងវា support ជាមួយ LD អត់បើអត់វានឹងធ្វើការ convert ហើយបើវីដេអូណាដែល support ហើយក៏ support អញ្ចឹងទៅអញ្ចឹងវីដេអូដែលត្រូវ convert ភាគច្រើនហ្នឹងគឺ platform ទៅលើ YouTube អញ្ចឹង YouTube វីដេអូភាគច្រើនគឺត្រូវតែ convert មកមិនស្គាល់ LD អញ្ចឹងណាអញ្ចឹងយើងយកអាហ្នឹងទៅវា auto ហើយមួយទៀតវា standard file បែរថាវាមើលវាអត់ខ្វល់ថា support LD មិន support ទេប៉ុន្តែបើ file នឹងមកជា MP4 ទៅហើយឬក៏ PNG ឬក៏ JPG ហើយទៅលើរូបភាពគឺវានឹងយកហើយបើអត់ទេវានឹងធ្វើការ convert អញ្ចឹងទៅហើយមួយទៀត raw whatever available បែរថាមានអីគឺ download នឹងមកហ្មងអត់មាន convert អត់មាន check អីទាំងអស់ហ្មងអញ្ចឹងណាអញ្ចឹងបងប្អូន select ទៅតាមតម្រូវការរបស់បងប្អូនហើយមួយទៀតប្រភេទ file format បានថាតើយើងចង់ download file ហ្នឹង format មករបៀបម៉េចអញ្ចឹងខ្ញុំបង្ហាញបងប្អូនតិចពី file format អញ្ចឹងនៅលើកន្លែង workspace របស់យើងនៅពេលដែល tool download វានឹងបង្កើត folder នៅក្នុង2 photo ដាក់ផ្សេងហើយ video ដាក់ផ្សេងហើយចំពោះ folder គឺទៅតាមឈ្មោះ channel ឬក៏ username របស់ Instagram គេអញ្ចឹងទៅអញ្ចឹងឧទាហរណ៍ថាយើងចង់ឲ្យវា download ជាប្រភេទនេះបានន័យថា file name របស់យើងគឺលេខ0ហើយ underscore file name អញ្ចឹងនៅពេលដែល download មកគឺអាចចំណងជើងហ្នឹងគឺវាមានលេខនៅខាងមុខនេះលេខនៅខាងមុខហើយ underscore ហើយបានមានអក្សរអីអញ្ចឹងទៅអញ្ចឹងបងប្អូន download អញ្ចឹងមកគឺវាបានទម្រង់បែបហ្នឹងក្នុងករណីមួយទៀតគឺបងប្អូនដាក់វាជាលក្ខណៈវីដេអូ ID ជាមួយនឹង caption TXT បានថានៅពេលដែលយើងធ្វើការ download មកគឺវាមាន file វីដេអូមួយហើយជាមួយនឹង text file មួយដែលផ្ទុកចំណងជើងរបស់អាវីដេអូមួយហ្នឹងអញ្ចឹងវាដំណើរការល្អចំពោះប្រភេទវីដេអូឬក៏រូបភាពដែល
thời cả cho nó chương vềខ្លាំងណាគឺយើង download ប្រភេទហ្នឹងវាល្អដែរហើយ tool download ដូចជា Bopram ឬក៏អីអញ្ចឹងគឺវា support ជាមួយនឹងទម្រង់នឹងដូចគ្នាអញ្ចឹងអានេះយើងត្រូវ download មកគឺវាចេញតែ ID អញ្ចឹងវាអត់ចេញអា caption ឬក៏ចំណងជើងរបស់ video ឬក៏រូបភាពហ្នឹងមកលើនឹងហ្មងទេណាហើយមួយទៀតយើងអាចដាក់លក្ខខណ្ឌថាវាជាលក្ខណៈចុចអញ្ចឹង video ឬក៏រូបភាពដែលយើង download ចេញមកហ្នឹងគឺវាអត់ចេញ underscore វាចេញលេខនៅខាងមុខដែរប៉ុន្តែវាចេញចុចហើយបានចេញចំណងជើងហើយមួយទៀតហ្នឹងជាប្រភេទយើងអត់មានអីទាំងអស់ហ្មងគឺយើង download មកគឺវាមានតែចំណងជើងសុទ្ធអញ្ចឹងមកចំណងជើងនៅផុសគេដាក់មិនគឺវាយកមកអញ្ចឹងអត់មានលេខខាងមុខអត់មាន text file អីទេអាហ្នឹងគឺយើងយកខាងក្រោមប៉ុន្តែក្នុងករណីដែលវាមាន file ជាន់ឈ្មោះគ្នាវាអាចនឹងមានបញ្ហា download អញ្ចឹងបើយើងដាក់ថាអត់ recommend ហ្នឹងអញ្ចឹងក្នុងករណីហ្នឹងណាប៉ុន្តែបើក្នុងករណីបងប្អូនផុសដៃគឺវាស្រួល copy យកទៅដាក់អញ្ចឹងណាអាហ្នឹងអាស្រ័យលើបងប្អូនប្រើប្រាស់បន្ទាប់មួយទៀតយើងមើល setting មួយទៀតការ setting ទៅលើ caption អញ្ចឹងការ setting ទៅលើ caption ជាពួកបងប្អូនដែលចង់បាន caption ជាប្រភេទអង់គ្លេសសុទ្ធគឺបងប្អូន tick កន្លែងហ្នឹងមកនៅពេលដែលវា download មកវានឹងមើលថា caption ហ្នឹងជាភាសាអង់គ្លេសអត់អញ្ចឹងឧទាហរណ៍យើង download ពី Douyin អញ្ចឹងមក Douyin ពីច្រើនពីចិនអញ្ចឹងវាយកមកវាមើលថាអូខេ caption ហ្នឹងឬក៏ចំណងជើងរបស់ video ឬក៏រូបភាពហ្នឹងមិនមែនជាភាសាអង់គ្លេសវានឹងធ្វើការអូតូបកប្រែឲ្យយើងទៅជាភាសាអង់គ្លេសហើយហ្មងយើងគ្រាន់តែ tick អាហ្នឹងទៅណាមួយទៀត paraphrasing caption បានថាឧទាហរណ៍ caption គេវែងជាប្រភេទរឿងប្រភេទសាច់រឿងព័ត៌មានអីចឹងទៅហើយយើងអត់ចង់បាន caption ហ្នឹងដដែលមកវិញទេយើងអាច tick កន្លែង paraphrasing បានថាtool វានឹងធ្វើការទៅលើ AI ហើយទៅសេអា caption ហ្នឹងឡើងមកវិញទុកនៃដដែលប៉ុន្តែទៅសេទៅជាទម្រង់ផ្សេងបានថាយើងយកសាច់រឿងហ្នឹងមកសេឡើងវិញក៏ប៉ុន្តែវាអត់ copy paste មកទាំងដុលទេវាទៅសេរបៀបផ្សេងហ្នឹងដូចថាយើងគេទៅសេអញ្ចឹងយើងទៅសេចុះវិញមកប៉ុន្តែក្នុងន័យដដែលហ្នឹងអាហ្នឹង paraphrasing ប៉ុន្តែវាធ្វើការល្អទៅលើ caption ប្រភេទវែងអញ្ចឹង caption ខ្លីៗវាទៅសេទៅវាអត់ខុសគ្នាច្រើនទេអញ្ចឹងពេលខ្លះ tool វាអត់ទៅសេដែរណាមួយទៀតយើង remove mention មែនថាឧទាហរណ៍ថាការផុសរបស់គេហ្នឹងគឺគេមាន mention អ្នកនេះ mention អ្នកនោះអញ្ចឹងទៅគេដាក់អក្សរ add នេះអញ្ចឹងបើ mention អញ្ចឹងមកវានាំឲ្យពេលយើងយកទៅផុសវិញវាទៅជា mention គេដែរអញ្ចឹងយើងអាច tick កន្លែងនេះ remove អា mention ហ្នឹងមកដល់ពេលយើងយកទៅផុសអត់មានអា mention ហ្នឹងមកទៀតទេណាហើយមួយទៀតក្នុងករណីដែលបងប្អូនចង់កំណត់ទៅលើ hashtag ឧទាហរណ៍ថាការផុសរបស់គេគឺ hashtag មកវែងមែនតើអញ្ចឹងយើងចង់បាន hashtag មកតែ 3-4 ទេទុកយើងថែមខ្លួនឯងឲ្យវាស៊ីជាមួយនឹងការផុសរបស់យើងណាបងប្អូនអាច limit ទៅនឹងបានឧទាហរណ៍បងប្អូនដាក់3អញ្ចឹងមកគឺ hashtag គឺវារាប់តែ1 2 3ហើយបន្ទាប់ពីហ្នឹងគឺវាអត់យកមកអញ្ចឹងបងប្អូនឧទាហរណ៍មកដាក់0អញ្ចឹងមកគឺវាអត់យក hashtag សោះហ្មងណាហ្នឹងហើយអញ្ចឹងហើយបន្តមកទៀតយើងមកមើលកន្លែង system setting នេះតកតងជាមួយនឹង download ហើយជាមួយនឹងការធ្វើការនៅកំឡុងពេល download អញ្ចឹងឧទាហរណ៍ថាបើ internet បងប្អូនរៀងលឿនទេម៉ាស៊ីនបងប្អូនរៀងធំទេបងប្អូនដាក់ thread ច្រើនបែរថាពេលតែមួយហ្នឹងគឺឲ្យវា download ម្ដងប្រហែល file ឧទាហរណ៍យើងដាក់វីដេអូមកអញ្ចឹងឲ្យវា download ម្ដង3ព្រោះ internet យើងធំអ៊ីនធឺណិតយើងរៀងលឿនអញ្ចឹងយើងដាក់3សាកមើលបើអ៊ីនធឺណិតនេះវាអូសទៅវាអត់ធ្លាក់ដល់10 8 9 7ទេវានៅតែល្អអញ្ចឹងយើងអាចដាក់យើងច្រើនតិចទៅបើក្នុងករណីយើង download រូបភាពយើងអាចដាក់យើងច្រើនព្រោះរូបភាពវាទូចទេអញ្ចឹងយើង download ម្ដងច្រើនក៏វាអត់សូវធ្វើទុកអ៊ីនធឺណិតយើងដែរអញ្ចឹងបងប្អូនសេរីតាមនេះបើសិនជា3ខ្ញុំតេស្តទៅថាអ៊ីនធឺណិតមិនក៏វាអាច download បានដែរបើសិនជាបងប្អូន អ៊ីនធឺណិតកាន់តែយឺតមែនតើមកយើងដាក់2ដាក់1អញ្ចឹងទៅហើយមួយទៀតបងប្អូនដែលប្រើប្រភេទ GPU ឧទាហរណ៍យើងប្រើ desktop GPU រៀងធំឬក៏ប្រភេទ GPU សម្រាប់ gaming អីចឹងយើង tick អាកន្លែង enable GPU វាជួយឲ្យធ្វើការឆែកវីដេអូធ្វើការទៅលើការ download វីដេអូហ្នឹងវាលឿនអញ្ចឹងយើង tick កន្លែងហ្នឹងអានេះគឺ recommend ហើយមួយទៀតបើបងប្អូនចង់ថានៅពេលដែលធ្វើការ download មកចប់តារាង download របស់យើងវីដេអូដែលយើងចង់ download ប្រហែល profile ហ្នឹងហើយយើងធ្វើការបិទ computer គឺ tick កន្លែងនេះទៅអញ្ចឹងវានឹងធ្វើការបិទ computer នៅពេលដែល download ចប់ហើយប៉ុន្តែបងប្អូនមើលផងយ៉ាងមាន tool ផ្សេង tool post បប5អីកំពុងរត់អីអញ្ចឹងណាអញ្ចឹងនាំឲ្យបិទចោល tool ផ្សេងអញ្ចឹងទៅហ្នឹងឯងអាហ្នឹងតាក់ទងជាមួយនឹង setting នៅខាងមុខគឺមានប៉ុណ្្នឹងឯងបងប្អូនអានេះ setting នេះគឺ apply ទៅលើគ្រប់ platform ទាំងអស់បានណា Facebook Instagram TikTok YouTube Pinterest ដូចយើងអីហ្នឹងគឺយកទៅតាមគ្នាទាំងអស់យើង setting តែមួយគឺទៅបានគ្រប់ platform របស់យើងណាប៉ុណ្ណឹងឯងបងប្អូនតេតងជាមួយនឹង setting នៅខាងមុខ